បាទលោកអ្នកនាងជាទីមេត្រីសំឡេងសារព័ត៌មានសេរីមានកិត្តិយសនៅថ្ងៃនេះដោយអាយដាមសចន្ទដេតសមាជិកព្រឹទ្ធសភានីតិកាទី3បានអនុញ្ញាតឲ្យខ្ញុំបាទយូសារាវុធធ្វើបទសម្ភាសន៍តាក់ទងទៅនឹងធនធានធម្មជាតិនាពេលបច្ចុប្បន្ននៅកម្ពុជាបាទខ្ញុំសូមជម្រាបសួរអាយដាមសចន្ទដេតបាទសូមជម្រាបសួរបាទអាយដាមករណីធនធានធម្មជាតិនាពេលបច្ចុប្បន្ននៅប្រជាណាចក្រកម្ពុជាបើតាមប្រភពពីបណ្ដាលសហគមន៍មួយចំនួនបានឲ្យដឹងថាបច្ចុប្បន្ននេះធនធានធម្មជាតិត្រូវបានគេកាប់បំផ្លាញទន្ទ្រានយ៉ាងខ្លាំងក្លាហាក់បីដូចជាគ្មានអាជ្ញាធរណាជួយទប់ស្កាត់ឡើយជុំវិញការកាប់បំផ្លាញធនធានធម្មជាតិនេះតើអាយដាមបានជ្រាបជាព័ត៌មានដែរឬទេហើយកន្លងមកនេះអាយដាមបានចុះទៅជួយដោះស្រាយបញ្ហាខាងលើជូនប្រជាពលរដ្ឋដែរឬទេក្នុងការចុះតាមបណ្ដាលសហគមន៍នានានោះគេបានបង្ហាញពីវត្ថុតាងឬឯកសារណាមួយក្នុងការកាប់បំផ្លាញធនធានធម្មជាតិជូនអាយដាមដែរឬទេបាទបាទអរគុណណាស់លោកសារាវុធដែលបានធ្វើបទសម្ភាសន៍ខ្ញុំហើយនេះជាឱកាសល្អមែនទែនដែលខ្ញុំបានមានឱកាសដើម្បីជំរាបជូនរួមជាតិយើងបានជ្រាបទាំងក្នុងនិងក្រៅប្រទេសពីព្រោះថាបច្ចុប្បន្ននេះគឺថារដ្ឋាភិបាលខ្មែរយើងបានកាត់បន្ថយយកប្រើប្រាស់ធនធានធម្មជាតិនៅស្រុកខ្មែរយើងទាំងទាំងទៅទាំងទឹកតែម្ដងទាំងមានន័យថាគេដឹងថាអ្វីដែលគេកំពុងតែធ្វើនោះវាធ្វើឲ្យខាត់មកទៅដល់ផលដែលខ្មែរយើងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានប៉ុន្តែគេនៅតែធ្វើនេះជាទាំងទៅទឹកបានន័យថាគេធ្វើដោយអត់មានការប្រឆាំងទាំងអស់ដូចកន្លងមកនេះខ្ញុំបានទៅនៅបាត់ដំបងខ្ញុំបានទៅលើការធ្វើរ៉ែនៅភ្នំព្រឹកគឺយើងឃើញថាដី4គីឡូ4ជ្រុងដែលគេកំពុងតែធ្វើនោះគឺថាប៉ះពាល់ទី1ប៉ះពាល់បញ្ហាជីវភាពរបស់ជីវរដ្ឋជីវភាពត្រង់ថាតំបន់ដែលគេរុករករ៉ែមាននោះគឺសុទ្ធជាតំបន់ដែលប្រជាពលរដ្ឋគួរតែប្រកបដំណាំដាំដុះកន្លងស្បែកផលដំណាំរបស់គាត់ខ្លាយខាតជាលំនៅឋានរបស់គាត់គឺថាគេអត់មានសំណងអីទាំងទី2ប៉ះពាល់ដល់បរិស្ថានអ្វីដែលគេធ្វើបញ្ហាជាតិគីមីត្រូវបានមកប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅទីនេះគឺថារូបមិនបានជួបហើយទី3គឺថាយើងឃើញថាភ្នំព្រៃឈើត្រូវបានគេកាប់បំផ្លាញអស់នេះហើយមិនដឹងថាគេយកផលដែលបានមកពីការកាប់បំផ្លាញព្រៃឈើនិងរុករករ៉ែនោះទៅចាក់ទៅលើអីគេថាអត់មានតម្លាភាពទាំងអស់ហើយអ្វីគេកំពុងតែធ្វើតែគឺគេបំផុតហើយគេចិត្តតែលេងបណ្ណាបានគេអត់បានបង្ហាញឲ្យយើងដឹងថ្មីខ្ញុំទៅខ្ញុំទៅគេមិនអោយតែខ្ញុំទៅផងគេដាក់ទៅឈាមគេខ្វាត់មិនអោយយើងចូលប៉ុន្តែដោយសារខ្ញុំជាសមាជិកប្រតិភិខ្ញុំនៅតែជំនះចូលរហូតដល់គឺថាគេកំពុងតែរំលាយភ្នំនៅភ្នំព្រឹកបងភ្នំព្រឹកនេះទៅមួយអស់ហើយអញ្ចឹងយើងនិយាយថាយើងមិនអាចទទួលយកបានទេចំពោះយើងជាគណៈបកជាតិគឺយើងនៅតស៊ូមកតែជាដាច់ខាតថាត្រូវតែការពារធនធានធម្មជាតិពីព្រោះវាសំខាន់ណាស់ដូចសពថ្ងៃនេះគេថាធនធានធម្មជាតិយើងត្រូវបានរដ្ឋាភិបាលយើងបុគ្គលឲ្យក្រុមហ៊ុនចិនយ៉ាងស្រង់ហើយយើងមានន័យអីហៅថ្ងៃថាចិនជួយប៉ុន្តែជួយយ៉ាងម៉េចគេយកតែធនធានរបស់យើងនេះជួយយើងវិញមិនអស់ផងតែបានយើងថាយើងមិនអាចទទួលយកបានទេហើយយើងនឹងធ្វើការតស៊ូតែហើយយើងបានដាក់ពាក្យទៅតាមជាងដែលពាក់ព័ន្ធហើយដើម្បីឲ្យមានការបកស្រាយឲ្យយើងវិញថាតើអ្វីណាដែលគេបានធ្វើកន្លងទៅណាតើគេបានសិក្សាពីផលប៉ះពាល់ទេហើយបើគេបានសិក្សាហើយថាតើគេបានកម្រៃពីការប្រើប្រាស់ធនធានធម្មជាតិនឹងយកទៅចាត់ចែងទៅលើវិស័យខ្លះនេះអ្វីណាដែលយើងកំពុងតែធ្វើបាទសូមអរគុណអាដាមមានប្រសាសន៍ថាអាដាមបានចុះទៅខេត្តបាត់ដំបងតើមានប្រជាពលរដ្ឋប្រមាណគ្រួសារដែលរងផលប៉ះពាល់នៅតំបន់នោះហើយនៅខេត្តបាត់ដំបងអាដាមមានជ្រាបទេថាមានក្រុមហ៊ុនចិនដាក់វិនិយោគពាក់ព័ន្ធនឹងធនធានធម្មជាតិនេះមានប្រមាណក្រុមហ៊ុនដែរបាទយើងឃើញមានទីក្រុមហ៊ុនមួយគេហៅថាក្រុមហ៊ុនធូយ៉ាហ្នឹងគេដាក់វិនិយោគរឿងរុករករ៉ានេះនៅតំបន់ពីព្រឹកហើយក្រុមហ៊ុនមួយទៀតក្រុមហ៊ុនចិនដែរគេដែលខ្ញុំមិនបានស្គាល់ឈ្មោះទេគឺគេដាក់ផ្នែកវាធ្វើវិរិយកិច្ចនីនៅតំបន់ផ្លូវនេះរតនមណ្ឌលជាប់នឹងស្រុកសំឡូតតែឃើញប៉ះពាល់ដល់វិរិយកិច្ចនីដែលខ្ញុំកំពុងតែសិក្សានេះគឺថានៅបាត់ដំបងក្បែរផ្សេងសក់គឺថាប៉ះពាល់ដោយវាចូល1000គ្រួសារដែលពាក់ព័ន្ធទៅនឹងអញ្ចឹងនៅបាត់ដំបងយើងឃើញថាមាន2ក្រុមហ៊ុនហើយដែល
ទុនធានធម្មជាតិហើយធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងប៉ះពាល់ដល់បរិស្ថានបាទថ្មីនេះអ្នកបច្ចេកទេសដែលគេដឹងថាជាជនជាតិចិនបាននឹងកំពុងដំឡើងគ្រឿងចាក់មួយដ៏ទំនើបនៅក្បែរមាត់ទន្លេសេសានស្ថិតក្នុងភូមិតាវែងលើឃុំតាវែងស្រុកតាវែងខេត្តរតនគិរីការដំឡើងគ្រឿងចាក់ដ៏ទំនើបក្បែរទន្លេអាជ្ញាធរបានអះអាងថាជាគ្រឿងចាក់សម្រាប់បូមខ្សាច់ប៉ុន្តែប្រជាពលរដ្ឋនិងក្រុមអាជីវករបូមខ្សាច់បានអះអាងថាគ្រឿងចាក់ដែលគេកំពុងតែដំឡើងនោះមិនមែនជាបូមខ្សាច់ទេតែអាចជាគ្រឿងចាក់បូមយករ៉ែមាសទៅវិញបាទការដេញដោលពីបញ្ហាដំឡើងគ្រឿងចាក់ដែលមានមតិផ្ទុយគ្នាបានកើតឡើងអស់រយៈពេលជាង1សប្តាហ៍មកហើយនៅកន្លែងដំឡើងគ្រឿងចាក់គេសុទ្ធតែជាជនជាតិចិនតើអាយដាមមានបានទទួលព័ត៌មាននេះដែរឬទេបាទខ្ញុំបានទទួលព័ត៌មានប៉ុន្តែអ្វីណាដែលការឆ្លើយរបស់អាជ្ញាធរគឺជាការអស្ចារ្យតាមពិតអ្វីដែលប្រជាពលរដ្ឋបានលើកឡើងជាការត្រឹមត្រូវពីព្រោះរដ្ឋាភិបាលខ្មែរយើងតែងតែបដិនៅអ្វីដែលខ្លួនធ្វើគឺបិទបាំងរហូតគឺអត់ដែលបានផ្សាយប្រាប់អំពីអ្វីដែលខ្លួនបានធ្វើទេពីព្រោះអ្វីដែលខ្លួនធ្វើវាប៉ះពាល់ទៅដល់ការជីវភាពប្រជាពលរដ្ឋវាធ្វើដល់បរិស្ថានវាធ្វើឲ្យខាតបង់កិច្ចអធិការជាតិវាធ្វើឲ្យបាត់បង់នូវទ្រព្យសម្បត្តិជាតិធម្មជាតិរបស់យើងអញ្ចឹងគេអត់ដែលនិយាយអំពីការពិតគេមិនដែលប្រាប់យើងទេហើយគេតែងតែឆ្លើយដោះសារថាគឺនេះគឺនោះទៅជាក់ស្ដែងអ្វីដែលគេធ្វើគឺនោះអ្វីដែលប្រជាពលរដ្ឋបានលើកឡើងនៅតំបន់នោះអញ្ចឹងហើយអករណីហ្នឹងគឺខ្ញុំបានដឹងហើយខ្ញុំបានតាមដានព័ត៌មានហ្នឹងមែនទែនហើយនៅទីនោះគឺថាមានសកម្មភាពក្រុមហ៊ុនចិនហ្នឹងរុករករ៉ែនេះយ៉ាងគឺបំផុតអញ្ចឹងហើយយើងនឹងពិនិត្យហើយយើងនឹងចុះទៅដល់តំបន់ហ្នឹងបន្តទៀតបាទតែអាដាមជំវិញករណីនេះលោកហែមវ៉ាន់ថនប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងធម្មពលខេត្តរតនគិរីបានឲ្យដឹងថាគ្រឿងចាក់ដែលបានមកដំឡើងនោះគឺក្រសួងអនុញ្ញាតឲ្យបូមខ្សាច់ដើម្បីយកទៅផ្គត់ផ្គង់សំណង់ទំនប់វារីអគ្គិសនីនិងតម្រូវឲ្យប្រើប្រាស់ក្នុងស្រុកផងដែរនេះជាការបញ្ជាក់របស់ប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងធម្មពលខេត្តរតនគិរីដែលជាខេត្តភូមិភាគឦសានក្នុងតំបន់ត្រីកោណមាសក្នុងនាមអាយដាមដែលជាសមាជិកព្រឹទ្ធសភាអាយដាមយល់ឃើញយ៉ាងដូចម្តេចដែរចំពោះការអះអាងរបស់ប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងធម្មពលយ៉ាងដូចនេះបាទអ្វីដែលប្រធានមន្ទីរក៏បានលើកឡើងគឺជាពាក្យដែលគាត់ឡើងដោះសារប៉ុន្តែអ្វីបើសិនជាដូចជាគាត់និយាយមានធម្មតាវារដ្ឋាភិបាលពីការគ្រប់គ្រងប្រទេសមួយគេមិនដែលនិយាយអ្វីតែមាត់ទេគេត្រូវតែមានលិខិតស្នាមពីមានបទបញ្ជាមានសេចក្តីណែនាំមានសេចក្តីប្រកាសហើយផ្សេងណាយើងមាននិយាយតែមាត់នេះតែថាឥឡូវឲ្យគ្រឿងចាក់មកដើម្បីទៅបងខ្សាច់ទៅមានលិខិតមួយច្បាស់លាស់មិនមែនគ្រាន់តែចង្អុលទៅបានទេក៏មានប្រកាសឬមួយសេចក្តីណែនាំមួយជូនដំណឹងឲ្យច្បាស់លាស់ប្រកាសជាសាធារណៈឲ្យគេដឹងទៅតាមរយៈទូរទស្សន៍យើងមកកកទៅធ្វើអីផ្សាយទៅហើយចែកជូនតាមឃុំទៅកាត់ទៅគេដឹងហើយទៅឡងជូនទៅមិនមែនយើងគ្រាន់តែពេលមានបញ្ហាបាត់យើងឆ្លើយដល់ហ្នឹងអាហ្នឹងមិនយើងឆ្លើយដល់សារទេយើងមិនគ្រប់គ្រងយើងមិនឯកភាពទេបាទអាយដាមពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនីសេសាន2តើអាយដាមមានជ្រាបទេពីបញ្ហានេះហើយការសាងសង់នេះមានសហគមន៍រស់នៅទីនោះលោកបានឲ្យដឹងថាមានការប៉ះពាល់ពួកគាត់យ៉ាងធ្ងន់ធ្ងរតើអាយដាមមានបានជ្រាបអំពីបញ្ហាការសាងសង់ទំនប់វារីអគ្គិសនីសេសាន2នេះទេបាទយើងបានដឹងពលមានណាប៉ុន្តែខ្ញុំនៅតែរក្សាចំហដដែលថាធម្មតាទីការយកធនធានធម្មជាតិមកប្រើប្រាស់ដើម្បីបំពេញតម្រូវការរបស់មនុស្សអាហ្នឹងលើពិភពលោកគេនៅតែធ្វើធម្មតាគេយកមកដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សក៏ប៉ុន្តែបើគេយកភពផលធម្មជាតិទាំងឡាយណាយកឲ្យវាធ្វើឲ្យរងគ្រោះដល់ប្រជាពលរដ្ឋដល់មនុស្សគេមិនធ្វើទេដូចករណីបញ្ហាធ្វើវិរិយកិច្ចនេះនៅតំបន់សេសានវាធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋធ្វើឲ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋអញ្ចឹងអានឹងយើងមិនគួរណាធ្វើទេយើងត្រូវសិក្សាឡើងវិញថាតើអ្វីដែលយើងធ្វើវាចំណេញឯខ្លះហើយយើងកុំប្រើពាក្យមួយថាវាប៉ះពាល់មនុស្សតែវាយកមកគប់គុំមនុស្សច្រើនអត់និយាយភាសាហ្នឹងទេយើងអត់ត្រូវនិយាយភាសាហ្នឹងពួកមនុស្សតែម្នាក់ក៏ជាជីវិតរបស់មនុស្សដែរយើងមិនមែនមានថាឲ្យស្លាប់មនុស្សមកក្រុមទៅដើម្បីយកផលហ្នឹងមកចិញ្ចឹមមនុស្សមកក្រុមទៀតអត់បានទេយើងធ្វើអីគឺថាតែធ្វើយ៉ាងម៉េចដើម្បីធានាឲ្យមនុស្សទាំងអស់នឹងរស់បានពី
ការទទួលផលធម្មជាតិរបស់ហ្នឹងប៉ុន្តែអ្វីដែលគេធ្វើនេះគឺយើងមិនគ្រប់គ្រងទេហើយយើងសូមឲ្យរដ្ឋាភិបាលរកជំនាញរកបច្ចេកទេសមកពិនិត្យឲ្យត្រូវហើយនឹងវាតម្លៃហើយផ្សាយឲ្យជាប្រវត្តិដឹងហើយត្រូវតែមានសំណងឬមួយដោះស្រាយអំពីបញ្ហាប៉ះពាល់ដល់ប្រជាពលរដ្ឋនៅរស់នៅក្នុងតំបន់ណាបាទឯកឧត្តមថ្មីនេះទីស្តីការគណៈរដ្ឋមន្ត្រីរំលឹករឿងហាមកាប់និងប្រមូលឈើពីបាតអាងទំនប់សេសានក្រោម2បាទកាលពីសប្តាហ៍កន្លងទៅខាងទីស្តីការគណៈរដ្ឋមន្ត្រីបានរំលឹកសារជាថ្មីដល់ក្រសួងកសិកម្មចំពោះសេចក្តីប្រកាសឲ្យបញ្ចប់ការកាប់និងប្រមូលអនុផលព្រៃឈើពីបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម2ស្ថិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែលពុំមានការចាប់អារម្មណ៍នោះបើតាមប្រភពព័ត៌មានឲ្យដឹងថាការប្រកាសទៅក្រុមហ៊ុន Eng Associate Lawyer Coalition ដែលរួមវិនិយោគគ្នារវាងក្រុមហ៊ុន Hydroland Can International Agency ពីប្រទេសចិននិងក្រុមហ៊ុន Royal Group របស់លោកអុកញ៉ាគិតមេងឲ្យបញ្ឈប់ការកាប់និងដឹកជញ្ជូនឈើពីបាតអាងទំនប់សេសានក្រោម2ដែលមានទំហំជិត 40,000 ហិកតាពុំត្រូវបានអើពើនោះតើអាយដាមមានជ្រាបពីបញ្ហាការរំលឹករបស់ទីស្តីការគណៈរដ្ឋមន្ត្រីពេលថ្មីនេះដែរឬទេវាមានអេសាយទេព្រោះយើងឃើញថារដ្ឋាភិបាលតែនៅនិយាយតែនៅជាសេចក្តីប្រកាសណាអំពីហាមឃាត់មិនឲ្យកាប់ព្រៃឈើហាមឃាត់មិនឲ្យនេសាទអីលាក់នឹងលាក់បែបហ្នឹងទៅក៏ប៉ុន្តែភាពជាក់ស្ដែងវានៅតែគិតឃើញដែរការប្រព្រឹត្តបទល្មើសធំនៅតែមានដែរយើងឃើញតែវិធានការដែលរដ្ឋាភិបាលបានធ្វើចំពោះតែកសិករក្រីក្រប៉ុណ្ណឹងតែឈ្មោះធំយើងឃើញរដ្ឋាភិបាលឃើញតែផ្សាយធ្វើឲ្យតែល្អមានក្រមវិការបំផែទិសបំផែទិសប្រសាព្រឹត្តិការណ៍តែប៉ុណ្ណឹងដោយសារប្រសពថ្ងៃរដ្ឋាភិបាលសមត្ថភាពក្នុងការទប់ស្កាត់នៃការកាប់បំផ្លាញព្រៃឈើអញ្ចឹងស្រែកតែនឹងមកក្រោយនៃការប្រសាទអំពីព្រឹត្តិការណ៍ទាំងអស់ហ្នឹងដើម្បីបិទបាំងនៅសមត្ថភាពរបស់ខ្លួនទេអញ្ចឹងយើងមិនមានឃើញថ្លៃហើយយើងមិនចាប់អារម្មណ៍យើងឃើញថាការកាប់បំផ្លាញព្រៃឈើវានៅតែមានទៅឃើញហើយនៅតែដដែលហើយអត់ទាន់មានឃើញវិធានការអីផងវិធានការយើងឃើញថាពួកភូមិហ្នឹងមកធ្វើបាបដល់អ្នកកាប់អុកកាប់ឈើដុតតាមបាយតាមអីមិនទៅទៅតែប៉ុណ្ណឹងរីឯអ្នកដឹកឈ្មោះធំដែលបំផ្លាញព្រៃឈើដូចដែលលោកសារ៉ាវុធបានរៀបរាប់អំបញ្ញនេះនៅតែព្រឹកនៅតែបំផ្លាញតែដដែលខ្លួនវិញ្ញាណទៅអីគាត់ផងណាបាទអាដាមមានជ្រាបទេថាការកាប់បំផ្លាញព្រៃធម្មជាតិនាពេលកន្លងមកនេះមានប្រមាណខេត្តដែលរងទទួលការកាប់បំផ្លាញច្រើនជាងគេក្នុងវិរិជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះបាទខ្ញុំមិនទាន់ច្បាស់ទេប៉ុន្តែគាត់ថាខ្ញុំឃើញបើតាមអ្វីដែលខ្ញុំបានដឹងព្រោះគឺថាយើងឃើញខាងភូមិភាគឦសានហ្នឹងហើយនឹងយើងមានតំបន់ជួរក្នុងប្រវ៉ាយ៉ាងណាគឺគេនិយាយបាទនៅក្នុងមន្ទីរព្រឹទ្ធសភាអាយដាមមានសហគមន៍នានាគេបានធ្វើពាក្យបណ្ដឹងប្តឹងទៅក្នុងវិមានព្រឹទ្ធសភារបស់អាយដាមដែរទេនាពេលកន្លងមកពាក់ព័ន្ធនឹងបញ្ហាធនធានធម្មជាតិនេះតាមទៅព្រឹទ្ធសភាខ្ញុំទៅចូលប្រជុំលើទី1ព្រឹកនេះទេហើយខ្ញុំបានស្ដាប់ព្រឹកនេះគឺថាមានវិភាគមួយដើម្បីស្ដាប់អំពីរបាយការណ៍ព្រឹទ្ធសភាដែលធ្វើការរយៈពេលកន្លងមកហ្នឹងគឺយើងមើលឃើញថាអត់មានឃើញបណ្ដឹងពីសហគមន៍ណាទៅបណ្ដឹងអំពីករណីការប្រើប្រាស់ធនធានធម្មជាតិនិងពិសេសការកាប់បំផ្លាញព្រៃឈើតែខ្ញុំនឹងចូលទៅបានប្រហែលខែខ្ញុំបានដាក់ទៅ3កាក់ហើយប៉ុន្តែមិនទាន់ឃើញការឆ្លើយតបមកវិញថាត្រូវធ្វើយ៉ាងម៉េចហើយត្រូវតែឲ្យក្រសួងបកស្រាយយ៉ាងម៉េចមិនទាន់ទេព្រោះខ្ញុំបានជំនឿចូលបានប្រហែលខែខ្ញុំដាក់ទៅ3ករណីទីថាករណីនៅមន្ទីរពេទ្យធំធ្វើឲ្យស្ត្រីឆ្លងទន្លេស្លាប់ករណីទី2គឺហើយនៅក្នុងព្រឹកករណីទី3គឺធម្មពលការធ្វើធម្មពលនៅយើងផ្លូវវាសតនៈមិនពេលប៉ុន្តែអត់មានជំនឿទេគឺព្រោះយើងឃើញថាវាហាក់ដូចជាព្រឹទ្ធសភានឹងមិនសូវជាមានអធិបុលអីទៅលើរដ្ឋាភិបាលផងហើយមិនទាន់ឃើញមានដំណោះស្រាយអីហើយឆ្លើយតបអីមួយមកវិញផងបាទសមាជិកព្រឹទ្ធសភានេតិកាទី3នេះបើតាមតួលេខដែលខាងសម្លេងសារព័ត៌មានសេរីបានទទួលគឺមានសមាជិកសរុបចំនួន61រូបក្នុងនោះ2រូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ2រូបទៀតតែងតាំងដោយរដ្ឋសភាចំណែក46រូបមកពីគណៈបកប្រជាជនកម្ពុជានិង11រូបមកពីគណៈបកសំរងស៊ីដែលមានរូបលោកមួយរូបនៅក្នុងបញ្ជីនោះដែរបាទ
អាយដាមឥឡូវយើងវិលមករកប្រធានបទយើងវិញគឺពាក់ព័ន្ធនឹងធនធានធម្មជាតិចំពោះអាយដាមដែលជាសមាជិកព្រឹទ្ធសភាម្នាក់ហើយបានចុះសកម្មនិងទទួលបានបណ្ដឹងចំនួន3ករណីដាក់ចូលទៅព្រឹទ្ធសភានេះហើយមិនទាន់បានទទួលចម្លើយជាលាយលក្ខណ៍អក្សរត្រឡប់មកវិញទេប៉ុន្តែអាយដាមផ្ទាល់មើលឃើញថាការកាប់ទន្ទ្រានការបំផ្លិចបំផ្លាញដូចជាកាប់ព្រៃធ្វើវិនិយោគទុនឬក៏ដាំដុះឬក៏ផ្នែករុករករ៉ែត្បូងអីជាដើមមានច្រើនករណីទេដែលអាយដាមបានទទួលពីបណ្ដាសហគមន៍នានាពេលកន្លងមកនេះអាយដាមដូចខ្ញុំបានលើកឡើងអមាញ់ហ្នឹងគឺថាខ្ញុំមកដល់ពេលនេះក្នុងទូរទស្សន៍ខ្ញុំទៅចូលទៅកាន់ដំណើរនេះគឺខ្ញុំទទួលបាន3ករណីហ្នឹងហើយតែអ្វីដែលខ្ញុំទទួលបានតាមព័ត៌មានផ្សេងៗគឺថាច្រើនករណីគឺថាលើស្ទឹងតែគ្រប់ខេត្តក្រុងហ្នឹងអស់ស្ទឹងតែគ្រប់ទីកន្លែងរបស់ស្រុកខ្មែរយើងគឺថាទីណាមានព្រៃទីនោះមានការកាប់បំផ្លាញទីណាមានរ៉ែទីនោះមានការអស់កកាយពីថាទាំងនៅក្នុងអត់មានការសិក្សាអត់មានការផ្សព្វផ្សាយអត់មានការពន្យល់អីឲ្យច្បាស់លាស់ថាការអវ័យខ្លួនធ្វើនឹងមានផលប៉ះពាល់អីខ្លះហើយវាប៉ះពាល់ទៅតើមានដំណោះស្រាយអីខ្លះហើយធ្វើអានេះបានផលមកប្រមាណហើយវិនិយោគទុនរយៈពេលប្រមាណគឺថាអត់មានការផ្សព្វផ្សាយគឺវាមានជានិច្ចតែម្ដងហើយអានេះគ្រប់តែកន្លែងទាំងអស់នៅស្រុកយើងអញ្ចឹងហើយយើងឃើញថាអ្វីដែលអាជ្ញាធរកន្លងមកដែលធ្វើហើយឥឡូវហ្នឹងអាជ្ញាធររដ្ឋាភិបាលដែលខុសច្បាប់កំពុងតែបន្តធ្វើទៀតគឺយើងមានការព្រួយបារម្ភថាប្រទេសយើងនឹងខាងខោចអស់នៅធនធានធម្មជាតិហើយយើងនឹងមានការសោកស្ដាយថាបារម្ភដែលគ្មានចំនួនក្រោយគ្នានឹងទទួលរងគ្រោះដោយសារថ្នាក់ដឹកនាំយើងបច្ចុប្បន្នប្រើប្រាស់ធនធានធម្មជាតិដោយគ្មានការគិតគូរគ្មានការសោកស្ដាយតែនេះបាទអាយដាមមានចំណាត់ការយ៉ាងណាដែរដើម្បីផ្ដល់ឲ្យមានតុល្យភាពរវាងប្រជាពលរដ្ឋនិងធម្មជាតិដែលបាត់បង់ហើយមានគម្រោងថានឹងមានវិធានការយ៉ាងដូចម្តេចដើម្បីការពារធនធានធម្មជាតិនឹងទៅថ្ងៃមុខដែរទេអាយដាមបាទខ្ញុំមានទី1គឺថាចំពោះខ្ញុំខ្ញុំមានជាសមាជិកព្រឹទ្ធសភាមួយរូបដែលទទួលបានពីការគាំទ្ររបស់ប្រជាពលរដ្ឋដែលជាតំណាងប្រជាពលរដ្ឋគឺខ្ញុំនឹងតស៊ូខិតខំតស៊ូដើម្បីគ្រប់ទីកន្លែងទាំងអស់ដើម្បីការពារធនធានធម្មជាតិទៅតាមអ្វីណាដែលខ្ញុំអាចធ្វើបានហើយតស៊ូជានិច្ចសំខាន់ហើយយើងមានជំនឿថាការតស៊ូរបស់យើងគឺទទួលបានជាជំនឿទី2យើងនៅតែរក្សាដដែលថាសូមឲ្យរដ្ឋាភិបាលទោះបីជាថ្ងៃនេះក្តីទៅថ្ងៃក្រោយក្តីអ្វីណាដែលយើងធ្វើឲ្យយើងកុំខ្លាចដែលយើងមានគំនិតយើងដូចថាខ្លួនយើងស្រឡាញ់ជាតិស្រឡាញ់ប្រជាពលរដ្ឋការពារទឹកដីការពារទ្រព្យសម្បត្តិជាតិរបស់យើងទៅខ្លាចទៅអាការមិនមាននៅធ្វើឲ្យមានផ្សះផ្សាយឲ្យជាប្រកបដឹងទៅហើយប្រយ័ត្នគឺទៅថារយៈពេលប៉ុន្មានហើយធ្វើនេះវាប៉ះពាល់ទៅបានលុយប៉ុន្មានយកលុយនឹងទៅធ្វើអីខ្លះយើងទៅខ្លាចនេះហើយទៅខ្លាចធ្វើវិជាមតិនៅតំបន់ហ្នឹងឧទាហរណ៍ថាយើងចង់ធ្វើរោគនេះនៅតំបន់ហ្នឹងយើងទៅធ្វើវិជាមតិហ្នឹងទៅហើយយើងយកអ្នកជំនាញអ្នកវិជ្ជាជីវទៅបញ្យល់ទៅជាថាវាអត់បញ្ហាទេហើយយើងនឹងអាចដោះស្រាយទៅបានឲ្យតែអ្នកដឹកនាំអស់មានសុខចិត្តថាចង់ជាជាតិជាវិជាពលរដ្ឋពិតប្រាកដហើយយើងមិនអាចយកការស្រឡាញ់ជាតិថាយើងជួយជាតិថាយើងស្រឡាញ់ជាតិរដ្ឋការពីប្រទេសយើងគឺធម្មជាតិជាលេសតាមការពិតយើងអត់គិតសោះយើងមកពុកមកជ្រៀតទ្រព្យសម្បត្តិធម្មជាតិយើងទឹកដីយើងដើម្បីក្រុមគ្រួសារយើងនៅក្រាស់ទៅគឺអក្រក់មើលណាវាអត់មានន័យអីទេអញ្ចឹងបាទខ្ញុំសូមអំពាវនាវចុងក្រោយសូមអំពាវនាវដល់អ្នកនយោបាយខ្មែរទាំងអស់ថាយើងត្រូវតែនាំគ្នាមកធ្វើអំពើល្អរបស់យើងគឺថាយើងត្រូវតែមកគិតគូរអំពីបញ្ហាជាតិយើងទឹកដីយើងក៏សម្បត្តិធម្មជាតិយើងមកពីការពារមកគិតគូរអំពីជីវភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាហើយយើងកុំយកអាទូនាទីតំណែងធ្វើជាកម្មសិទ្ធិក្រុមគ្រួសារឬមួយជាកម្មសិទ្ធិជាដូនចតាយើងវាមានន័យអីទេត្រូវតែធ្វើយ៉ាងម៉េចរក្សាទុកឲ្យអ្នកចំនួនក្រោយគឺឡើងមកបាត់មកគឺឲ្យមកចាត់ចែងរស់ទៅឲ្យមានភាពស្វែងស្នូដូចប្រទេសជិតខាងចឹងដែរអញ្ចឹងហើយបានថាខ្ញុំសូមអំពាវនាវពីពិសេសគឺថាអ្នកនយោបាយគឺថាពិសេសគឺថាគណៈបក
ដែលកំពុងតែដឹកនាំប្រទេសហ្នឹងគឺថាត្រូវតែហ៊ានឈាននិយាយការពិតចង់និយាយថាយើងត្រូវតែរួមគ្នាធ្វើអំពើល្អអ្វីដែលយើងធ្លាប់ធ្វើពីមុនមកដែលយើងមានចម្រើនដល់ជាតិយើងតែវានាំគូភ័យដល់ប្រជាជាតិយើងធ្វើទៅគឺការពិតហើយយើងត្រូវតែបញ្ឈប់ហើយត្រូវតែហ៊ានធ្វើការផ្លាស់ប្ដូរដើម្បីភាពរីកចម្រើនសង្គមជាតិយើងទៅមុខបាទខ្ញុំសារពមេសេរីសូមអរគុណឯកឧត្តមសចន្ទដេតដែលផ្ដល់ឱកាសឲ្យខ្ញុំបាទធ្វើបទសម្ភាសន៍នៅពេលនេះហើយសង្ឃឹមថាយើងនឹងបានជួបធ្វើបទសម្ភាសន៍នៅពេលក្រោយៗទៀតបាទសូមអរគុណឯកឧត្តមសូមជម្រាបលាបាទ